ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP នៅលើកុំព្យូទ័រម្ដងអញ្ចឹងថ្នាក់បឋមសិក្សា PLP នៅលើកុំព្យូទ័រនេះខ្ញុំបានតេស្តលើមុខងារប្រឡងហើយនិងមុខងារតាមដានអញ្ចឹងនៅលើកុំព្យូទ័រចាប់ដើមដំណើរការឡើងវិញតែដើម្បីឲ្យលើកុំព្យូទ័រដំណើរការកន្លែងប្រឡងកន្លែងប្រវត្តិតេស្តនេះបានអញ្ចឹងមុនដំបូងលោកគ្រូអ្នកគ្រូលោកឪពុកអ្នកម្ដាយមកមើលកន្លែងនេះណាដូចខ្ញុំបានបង្ហាញនេះបាទអញ្ចឹងយើងចុចលើសញ្ញាត្រី3នេះមកលោកឪពុកអ្នកម្ដាយបន្ទាប់មកយើងចុចពាក្យ history បាទពាក្យ history ដូចបង្ហាញបន្ទាប់មកយើងចុចពាក្យ history មួយទៀតមកណាលោកឪពុកអ្នកម្ដាយដើម្បីទៅ clear ណា PLP ឬក៏ថាយើង clear ចោល PLP ដែលមាននៅលើកុំព្យូទ័ររបស់យើងហ្នឹងយើង clear ចោលមកនេះខ្ញុំ clear អស់ចូលមកបាទចុចអស់ហើយណាអញ្ចឹងយើង clear ចោលប៉ុណ្្នឹងហើយយើងចុចពាក្យអីទៀតបាទយើងចុចពាក្យ delete នៅខាងលើនេះណាមុនដំបូងយើងចុចនេះចុចសញ្ញាគ្រីសនេះមកនេះបាទចុចសញ្ញាគ្រីសមកបាទចុចមកបាទឲ្យតែមាន PLP យើងចុចដោះអស់តបមកយើងចុចពាក្យយក data នេះទៅមកជាពាក្យថា remove អញ្ចឹងនៅពេលដែលវា remove អស់អាកន្លែងហ្នឹងអញ្ចឹងវានៅពេលដែលប្រព័ន្ធ update ទៅវាមាន space ចូលឬក៏អាប្រព័ន្ធថ្មី update ចូលទៅនៅពេលដែលយើង remove អាប្រព័ន្ធចាស់ចេញនោះយើងនឹងដំណើរការនៅកន្លែងតាមដានហើយនឹងប្រវត្តិធ្វើតេស្តបានអញ្ចឹងយើងចូលទៅមើលកម្មវិធី PLP របស់យើងបាទអញ្ចឹងយើងចូលមកកន្លែងតាមដាននេះបាទអញ្ចឹងផ្ទាំងតាមដាននៅលើកុំព្យូទ័រដំណើរការមុននៅលើទូរស័ព្ទណាអ្វីដែលខ្ញុំបានតេស្តណាអញ្ចឹងបន្ទាប់ទៀតមើលកន្លែងប្រឡងឬកន្លែងប្រវត្តិតេស្តនេះបាទអញ្ចឹងឃើញដំណើរការលោកឪពុកអ្នកម្ដាយអញ្ចឹងបានន័យថាវាដំណើរការនៅលើកុំព្យូទ័រមុនលើទូរស័ព្ទអញ្ចឹងខ្ញុំចូលទៅមើល account មួយទៀតណារបស់ខ្ញុំមានកាន់2ថ្នាក់អញ្ចឹងយើងមើលកន្លែងប្រឡងហើយយើងចូលមើលប្រវត្តិធ្វើតេស្តបាទអញ្ចឹងដំណើរការនេះអញ្ចឹងខ្ញុំមើលកូនសិស្សខ្ញុំមួយណាដំណើរការដើម្បីបង្ហាញពីការទាញយកសញ្ញាបត្របាទកូនសិស្សខ្ញុំមួយទៀតណាបាទអញ្ចឹងដោយសារតែគាត់ធ្វើតេស្តបានច្រើនអញ្ចឹងមើលដំណើរការរបស់គាត់នេះអញ្ចឹងយើងឃើញគាត់បានប្រឡងមានសញ្ញាបត្រអញ្ចឹងសំណួរដែលខ្ញុំតែងជួបសួរនៅពេលបច្ចុប្បន្ននេះគឺសួរថាជានៅពេលដែលយើង download ឲ្យទាញយកសញ្ញាបត្រណានេះកន្លែងតេស្តដែលគាត់បានធ្វើខ្ញុំសូមចេញពីកន្លែងហ្នឹងសិនបាទសូមចុចខ្វែងចេញអញ្ចឹងយើងចូលកន្លែងមេដៃនេះណាអញ្ចឹងនៅពេលដែលយើងទាញវិញ្ញាបនបត្រមកប្រសិនបើករណីយើងចូលទៅ print អក្សរវា load ចេញទៅខាងលើតែយើងកុំទាន់ចូល print ណាអញ្ចឹងលោកពងនៅដៃលោកគ្រូទាញបាទចុចពាក្យទាញ certificate ខាងលើនេះមកដើម្បីអីកុំឲ្យវាដាច់អក្សរនេះចុចពាក្យទាញមកចុចចូលនៅខាងលើនេះមកណាហើយចុចពាក្យនេះមកបាទចុចពីលើនេះមកនេះចុចពាក្យដាននេះមកហើយយើងនឹងឃើញ certificate របស់យើងគឺអត់មានអីដាច់ទេបាទដោយកូនសិស្សខ្ញុំអញ្ចឹងគឺអត់មានអីដាច់ទេអញ្ចឹងកន្លែងនេះបញ្ជាក់ទៀតណាគឺយើងធ្វើបែបហ្នឹងកុំឲ្យវាដាច់នេះ certificate នេះពេញហ្មងស្អាតហ្មងអត់ដាច់ទេហេប្រព័ន្ធដៃវាអត់មានអក្សរទៅលើអីទេបាទអញ្ចឹងយើងត្រឡប់មកក្រោយវិញកន្លែងហ្នឹងខ្ញុំបញ្ជាក់ម្ដងទៀតណាចូលមើលប្រសិនបើយើងចូល print ណាដោយលោកឃើញ comment សួរខ្ញុំអញ្ចឹងចូលទៅ print អក្សរអង់គ្លេសនេះឃើញ load មកលើហ៎បាទអក្សរអង់គ្លេសនេះ load មកលើតែយើងកុំចូល print ណាដូចខ្ញុំបានថាចូលពាក្យ cancel មួយទៀតមកចូលពាក្យទាញយកអញ្ចឹងនៅពេលដែលយើងទាញយកនេះឃើញសញ្ញាព្រួញហ៎ហើយយើងឃើញពាក្យនេះ certificate ណាយើងចុចពីលើមកពុបបាទអញ្ចឹងកម្មវិធីថ្នាលរបស់យើងគឺបានហើយអត់មានអក្សរដាច់ទេតោះមកចាំយើង print តាមក្រោយមកបាទយើងចូល print តាមក្រោយនេះមកបាទនេះមកអត់មានដាច់អីទាំងអស់អញ្ចឹងណាអញ្ចឹងហើយនេះខ្ញុំបង្ហាញប៉ុណ្្នឹងណាអញ្ចឹងចង់បញ្ជាក់ម្ដងទៀតណាកម្មវិធីថ្នាលបឋមសិក្សា PLP នៅលើកុំព្យូទ័របាទឬថាយើងនៅលើ PC ហ្នឹងប្រវត្តិធ្វើតេស្តដំណើរការឡើងវិញបដៅហើយមួយទៀតការតាមដានសិស្សបាទនេះក៏ដំណើរការឡើងវិញអញ្ចឹងសម្រាប់ទៅលើទូរស័ព្ទដៃអត់ទាន់មានដំណើរការទេណាអញ្ចឹងសូមឲ្យលោកពងដំណៃរងចាំនៅលើទូរស័ព្ទដៃតែនៅលើ PC ឬក៏នៅលើកុំព្យូទ័រចាប់ដើមដំណើរការហើយអញ្ចឹងវីដេអូមួយនេះខ្ញុំអត់មានអីច្រើនទេអញ្ចឹងប្រសិនបើលោកពងដំណៃមានចម្ងល់អាច comment សួរនៅក្នុងក្រោមវីដេអូហើយជាចុងក្រោយក៏សូមខន្តីអភ័យទោសរាល់កំហុសដែលមាននៅក្នុងការបកស្រាយណាពាក្យពេចន៍ត្រង់ណានិយាយមិនសមរម្យសូមលោកពងដំណៃអធិស្ឋានផងទាំងនេះគឺជាការបង្ហាញនៅលើកុំព្យូទ័រនៅពេលដែលករណីកូនសិស្សយើងប្រឡងបានលោកគ្រូអ្នកគ្រូគាត់ប្រកាសណាបើគាត់ប្រឡងបាន 85% 90% គាត់នឹងទាណា certificate អញ្ចឹងយើងអាចចូលធ្វើនៅលើកុំព្យូទ័រឲ្យគាត់បានណា
ចឹងនៅលើទូរស័ព្ទដៃយើងអត់ទាន់អាចទាញបានទេណាចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយណា